បន្ទាប់ពី Arsenal ឡើងកំពូលក្នុងទសវត្សរ៍1990ឆ្នាំ1996ពេលដែលក្លឹបបាននាំមកប្រើអ្នកគ្រូបង្វឹកម្នាក់ពលគឺ Arsene Wenger គាត់បានផ្លាស់ប្ដូរបានទាំងរូបរាងកីឡានិងវប្បធម៌របស់ក្លឹបនេះគឺជាកំណើតរបស់ Arsenal ថ្មី Arsenal ដែលពោរពេញដោយចក្ខុវិស័យប្រកបដោយចលនាស្អាតនិងល្បឿនខ្ពស់ Wenger មិនមែនជាគ្រូដែលធ្វើតាមស្តង់ដារធម្មតានោះទេគាត់នាំមកនូវរបបអាហារការហាត់ប្រាណយុទ្ធសាស្ត្រនិងទស្សនៈការលេងដែលទំនើបជាងគេនៅ Premier League កីឡាកររបស់គាត់ក្លាយជាកីឡាករដែលផ្អែកលើល្បឿនបច្ចេកទេសនិងការប៉ះបាល់តែមួយក្លឹបបានក្លាយទៅជាក្រុមសប្បាយសភ្លឺស្ភាំងស្អាតបំផុតមួយក្នុងអឺរ៉ុបក្លាយទៅជាក្រុមដែលលេងបាល់ដោយចាក់តន្ត្រីពួកគេជាអាកាសចរបង្កើតការវាយបង្កក់គ្មានក្រុមណាអាចទប់ទល់បានរឿងអ្វីដែលធ្វើឲ្យ Arsenal ក្លាយជាកំណត់ត្រាដ៏អស្ចារ្យក្នុង Premier League គឺរដូវកាល 2003-2004 Arsenal ឈ្នះ26ប្រកួតស្មើ12មិនចាញ់សូម្បីតែម្ដងនេះគឺជាក្រុមតែមួយក្នុងប្រវត្តិសាស្ត្រ PL ដែលបញ្ចប់រដូវកាលដោយ Invincible ការរត់លើទឹកធ្លាក់របស់ Henry បាល់មុនអាហ្គារបស់ Bergkamp កម្លាំងដឹកនាំរបស់ Vieira ពួកគេក្លាយទៅជាចំណែកមិនអាចបំភ្លេចបាន Invincible បានធ្វើឲ្យ Arsenal ក្លាយជាក្លឹបប្រវត្តិសាស្ត្រដែលពិភពលោកគោរពនៅ EP 3យើងនឹងនិយាយពីរដូវកាលក្រោយ Wenger និងការកើតឡើងរបស់ Arteta Era ដែលបាត់បង់មកស្ដារឡើងវិញរហូតដល់បច្ចុប្បន្ន